ថ្ងៃនឹងថ្ងៃចុងសប្តាហ៍យើងមកទស្សនានៅសមុទ្រស្វាយរៀងយើងហ្នឹងrồiយើងមកថតមុខកញ្ចក់សិនហើយទៅមកម៉ែក៏គាត់ដើរចូលមកហើយមិត្តភក្តិខ្ញុំ2នាក់នេះក៏មកដែរហើយទៅមកពួកយើងក៏បានថតនៅមុខកញ្ចក់ធ្វើជាស្អាតចឹងហើយទៅមកគឺរ៉ែងគេស្អាតខាងមែនតើគេមានទឹកពុះមានកាំដាលក្នុងទឹកអីចឹងទៅមកយើងដើរចូលទៅហាងកាហ្វេដើម្បីទិញកាហ្វេហូបហើយយកស្បត់ដើម្បីចូលទៅកន្លែងថ្មីមួយទៀតចឹងហើយខ្ញុំជាមួយមិត្តភក្តិខ្ញុំក៏បានមកជុំគ្នាហើយពីអ្នកម៉ែដើរទៅកន្លែងថ្មីគេចឹងទៅមកយើងដើរអេនអនទៅដើម្បីឆ្លងស្ពានទៅកន្លែងថ្មីកន្លែងទៅសមុទ្រចឹងហើយថ្ងៃហ្នឹងគឺម៉ែខ្ញុំគាត់សប្បាយចិត្តខ្លាំងមែនតើដោយសារគាត់បានមកឃើញសមុទ្រអីចឹងក៏ពិតគាត់មក3-4 ដងហើយបើខ្ញុំមកតាំងពីថ្នាក់ទី10ខ្ញុំមកប្រហែលជា30-40 ដងហើយតាំងពីកំពង់សាងសង់ហើយខ្ញុំក៏បានដើរទៅជាមួយមិត្តភក្តិខ្ញុំដើរទៅមើលកន្លែងស្អាតផ្សេងទៅចឹងហើយថ្ងៃហ្នឹងគឺមានបងច្រើនណាស់ថ្ងៃហ្នឹងដោយសារថ្ងៃអាទិត្យអីចឹងហើយខ្ញុំក៏បានដើរធ្វើជាស្អាតដើម្បីចូលទៅកាន់កន្លែងថតរូបស្អាតចឹងហើយទៅមកយើងបានថតតិចទៅហើយខ្ញុំបានមកជិះទូកម្នាក់ឯងមិត្តភក្តិខ្ញុំវាទៅណាឲ្យទៅខ្ញុំមិនដឹងទេហើយខ្ញុំបានជិះទូតិចទៅម៉ែក៏ហៅទៅថតរូបឲ្យគាត់អញ្ចឹងហើយយើងមកកាន់ខាងលើអាកាសមិត្តភក្តិខ្ញុំពិតជាស្អាតខាងមែនតើមិត្តភក្តិខ្ញុំមកបាន2នាក់ដែរម្នាក់ទៀតគេបានមកទេហើយទៅមកខ្ញុំក៏បានថតម៉ែខ្ញុំអញ្ចឹងហើយមានបងច្រើនខាងមែនតើថ្ងៃហ្នឹងហើយថ្ងៃហ្នឹងគឺមេឃត្រជាក់ហើយមេឃភ្លៀងមករហូតមកមេឃអង្ខ្មៅនេះអត់បានឃើញថ្ងៃរួចសោះថ្ងៃហ្នឹងស្ដាយខាងមែនតើតែពីមុនមកបានឃើញថ្ងៃរួចដែរបងហើយទៅមកយើងឆ្លងស្ពានមួយទៀតដើម្បីទៅកាន់កន្លែងផ្សេងទៀតបងយើងមកថតសមុទ្រនេះសមុទ្រយើងមានដើមចេកចឹងចង់និយាយចឹងសមុទ្រស្វាយរៀងគឺស្អាតមែនតើដូចសមុទ្រពិតចឹងទៅមកខ្ញុំមិត្តភក្តិខ្ញុំបាននិយាយអីខ្លះទេខ្ញុំមិនដឹងទេហើយទៅមកខ្ញុំបានថតឲ្យទេសភាពនឹងស្អាតខាងមែនតើបងហើយបើខ្ញុំមានមិត្តភក្តិច្រើនអីយើងមកយើងយកកទេអីមកអង្គុយហើយហូបអីហ្នឹងអូយពិតជាសប្បាយចិត្តខាងមែនតើហ្មងនេះហើយថ្ងៃហ្នឹងមើលខ្លួនឯងទៅស្អាតខាងមែនតើនេះដូចបរទេសអញ្ចឹងដូចជនជាតិគេបើពិតជនជាតិខ្មែរសោះហើយខ្ញុំពីអ្នកម៉ែគាត់ពងមើលគេគាត់ពងមើលសមុទ្រអញ្ចឹងខ្ញុំក៏ធ្វើ style សុំគេឬការអីចឹងSo